ការពិតដែលលោកពូទីនព្យាយាមលាក់បាំងយោងតាមអត្ថបទវិភាគរបស់ Euronews បានទម្លាយថាកងទ័ពរុស្ស៊ីបច្ចុប្បន្នគឺទន់ខ្សោយខ្លាំងពេកមិនអាចបើកការវាយប្រហារយោធាលើប្រទេសណាមួយរបស់អង្គការ NATO បានឡើយប្រិយមិត្តទស្សនិកជនមកកាន់នេតិព័ត៌មានតើលោក Vladimir Putin ពិតជាមានកម្លាំងយោធាគ្រប់គ្រាន់ក្នុងការវាយប្រហារលើអង្គការសម្ព័ន្ធមិត្តយោធា NATO បានឬទេការពិតអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលយោងតាមបទវិភាគស៊ីជម្រៅដែលចេញផ្សាយដោយបណ្ដាញសារព័ត៌មាន Euronews នៅថ្ងៃទី 6 ខែកក្កដាឆ្នាំ 2026 សរសេរដោយអ្នកជំនាញភូមិសាស្ត្រនយោបាយ Ivan Lukas បានទម្លាយការពិតយ៉ាងច្បាស់ថាប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្នគឺទន់ខ្សោយផ្នែកយោធាខ្លាំងពេកដែលមិនមានលទ្ធភាពឬសមត្ថភាពគ្រប់គ្រាន់សូម្បីតែបន្តិចក្នុងការបើកការវាយប្រហារឈ្លានពានលើប្រទេសជាសមាជិក NATO មួយរបស់អង្គការ NATO នោះឡើយកងទ័ពនិងសភាវុធភាគច្រើនរបស់រុស្ស៊ីត្រូវបានជាប់ផុងនិងវិនិច្ឆ័យហិនហោចស្ទើរតែទាំងស្រុងនៅក្នុងសមរភូមិសង្គ្រាមអ៊ុយក្រែនទៅហើយទោះជាយ៉ាងណាក៏ដោយលោកពូទីនមិនបានអង្គុយស្ងៀមនោះទេរបាយការណ៍ស៊ើបអង្កេតបានបង្ហាញថាទីក្រុងម៉ូស្គូកំពុងតែប្រឹងប្រែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានិងមូលដ្ឋានទ័ពថ្មីយ៉ាងសកម្មជាពិសេសគឺនៅតាមបណ្ដោយព្រំដែនជាប់ទៅនឹងប្រទេសវ៉ាក់ឡង់ដែលទៅក្លាយជាសមាជិកថ្មីរបស់អង្គការ NATO ប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺទីតាំងយោធាទាំងនោះមានតែអគារនិងរបាំងការពារប៉ុណ្ណោះរុស្ស៊ីគ្មានទីហ៊ានទល់តែសោះដើម្បីយកទៅដាក់ឈរជើងនៅតាមព្រំដែនដ៏វែងអន្លាយនោះដូច្នេះការសាងសង់មូលដ្ឋានទាំងនេះគ្រាន់តែជារូបភាពបន្លំភ្នែកដើម្បីធ្វើឲ្យប្រទេសលោកខាងលិចមានការព្រួយបារម្ភប៉ុណ្ណោះបើអត់មានទ័ពច្បាំងតើរុស្ស៊ីកំពុងរៀបចំផែនការអ្វីលោកIvan Lukas បានបញ្ជាក់យ៉ាងច្បាស់ថារុស្ស៊ីលែងច្បាំងដោយប្រើកម្លាំងបែរជាមួយ NATO ទៀតហើយអ្វីដែលរុស្ស៊ីកំពុងតែធ្វើគឺការផ្លាស់ប្ដូរទៅកាន់សមរភូមិផ្សេងទៀតដែលគ្រោះថ្នាក់មិនចាញ់ការបាញ់គ្រាប់បែកនោះទេនោះគឺសង្គ្រាមសរសៃប្រសាទនិងសង្គ្រាមចិត្តសាស្ត្រយុទ្ធសាស្ត្ររបស់រុស្ស៊ីគឺសំដៅវាយប្រហារទៅលើខួរក្បាលនិងផ្នែកគំនិតរបស់ប្រជាជនលោកខាងលិចមិនមែនវាយប្រហារលើទឹកដីនោះទេទីក្រុងម៉ូស្គូកំពុងប្រើប្រាស់យ៉ាងសកម្មនៅយុទ្ធនាការ Fall Flag ឬប្រតិបត្តិការទម្លាក់កំហុសបង្កើតព័ត៌មានคล้ายៗបំផុសបំផុលភាពភ័យខ្លាចពីសង្គ្រាមនុយក្លេអ៊ែរនិងធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីធ្វើឲ្យប្រជាជនអឺរ៉ុបនិងអាមេរិកមានការភ័យស្លន់ស្លោនិងបាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាលរបស់ខ្លួនគោលដៅធំបំផុតរបស់លោកពូទីនមិនមែនចង់កាន់កាប់ទឹកដី NATO នោះទេព្រោះគាត់ដឹងថាខ្លួនឯងធ្វើមិនបានប៉ុន្តែគាត់ចង់ធ្វើឲ្យសង្គ្រាមលោកខាងលិចបែកបាក់ផ្ទៃក្នុងនិងធ្វើឲ្យអ្នកនយោបាយអឺរ៉ុបស្ទាក់ស្ទើរក្នុងការបន្តជួយអ៊ុយក្រែននេះគឺជាអាវុធដ៏មុតស្រួចបំផុតរបស់វិមានក្រមឡានៅពេលដែលកងទ័ពរបស់ខ្លួនកំពុងតែទន់ខ្សោយ